Chúng điệp số đó bong từng bầy nét. Ban chúng điệp số này cừu. Lư thang ngày này bong ban sòng phê cho môi nâng thật ca nọ bong. Ban này cừu. Sòng phê cho hai mẹ rồng mạch đá. Sòng bài chật khăn. Sòng bài chật khăn nè. Chà, hay mẹ ban đo đùm nâng đi. Từ anh ạp chị ban để nộp tên nữ. Còn mẹ rồng mạch đá. Sòng bài chật. Sòng bài cray lên món nó. Chà, chân tra tập khát không prang prang to tiền đầm bầy quạt. Căn ta sòng bài chật chẳng đi. Chà, chân môn nâng chiên từ đo ca sòng phê cho mùi nâng châm nạp rồng bong từng bầy. Nè cừu xông mày bong nai lom khuôn từ đo bụng mày bong ôn. Mà nè đó mày quạt đừng bị chmốt. Ai dụ nâng khá để bong mau cho bà đang bị bong. Trong bát mua bia bong mình ai dụ một hay mua năm mua bị khách ti mình chạy. Trong bát mua giang mình không mình ai dụ tập rằng mua năm mua bị khách cẩn đà. Trong bát mua mình sẽ vươn mua bị khách cầm bốt. Nhưng mình ai dụ 37 năm. Sao ta mua bị khách xem kia từng bà tì miên cháy cái đá cầm bột. Bạn này Đài thuộc miên tầm nệ tầm nông rưu squat kia bị môn màu ắt. này cừu. Đài tế nó. Ở lớp bán squat kia nữ. Chà, bán squat kia hai anh chấn. Bây giờ đó thì con chè. Mơ thai sẽ lánh kia bà to tiết phong ấy. Bạn này cừu. Chà, chân dương chiên tật đo ca sòng phê cho mùi nâng châm nạp rồng bong tự ọc kia. Chị đầm bố này cừu trong đăng thà bong squatក្រុមហ៊ុន BP តាមរយៈណាដែរ តាមរយៈ Facebook page តាមរយៈ Facebook page បងតាមដានរយៈពេលប្រហែលជាប្រហែលឆ្នាំប្រហែលខែប្រហែលថ្ងៃដែរខ្ញុំតាមដានអស់រយៈពេលតែមួយខែ តែមួយខែបាទមួយខែលឿនណាស់ណាចាកត្តាអីដែលជំរុញចិត្តបងឲ្យចុះឈ្មោះនៅក្រុមហ៊ុន BP អត់ខ្លាចភ័យខ្លាចតែបងប្រាក់អីដោយសារបងតាមដានតែមួយខែហ្នឹង ដោយសារខ្ញុំបានសាកសួរពលរដ្ឋពីខាងក្រុមហ៊ុន BP ហើយមកដល់ទីនេះខ្ញុំបានមើលឃើញអាញាបានរបស់ក្រុមហ៊ុនអាចស្ដែងដែលយើងបានសួរព័ត៌មានពិតប្រាកដមែនចាអញ្ចឹងទៅយើងសម្រេចចិត្តចោះដំបងមានភ័យខ្លាចមានកូនចិត្តមួយតែភ័យខ្លាចក្រុមហ៊ុនបោកប្រាស់អត់មានចុះពេលចុះហេតុផលអីដែលធ្វើឲ្យយើងបាត់អាភាពភ័យខ្លាចហ្នឹងដោយសារតែមកដល់ទីនេះផ្ទាល់មានលោកគ្រូអ្នកគ្រូក៏បានជួយណែនាំបញ្យលឲ្យបានបោះខ្មែរចាអញ្ចឹងគាត់បញ្យលយើងអស់ហើយណោះចាបញ្យលតាក់ទងទៅនឹងការទៅធ្វើការងារនៅប្រទេសជប៉ុនគ្រប់បែបសពយ៉ាងទាំងអស់អញ្ចឹងអាចទុកចិត្តបានហើយចាចុះចំពោះបងស្គាល់ BP តាមរយៈណាដែរសម្រាប់ខ្ញុំស្គាល់ក្រុមហ៊ុន BP តាមរយៈ Facebook page តាមរយៈ Facebook page តាមដានរយៈពេលប្រហែលជាមួយថ្ងៃមួយខែមួយឆ្នាំដែរតាមដានប្រហែលជារយៈពេល14ថ្ងៃ14ថ្ងៃនិយាយរួមទៅគឺ2អាទិត្យណោះបាទគ្រូអត់ភ័យខ្លាចក្រុមហ៊ុនបោកប្រាស់ទេតាមដានតា2អាទិត្យហើយយើងសម្រេចចិត្តមកចុះឈ្មោះដំបូងមានអារម្មណ៍ថាខ្លាច Facebook ក្រុមហ៊ុនបោកប្រាស់លុយតែទៅពេលចុះឈ្មោះមកដល់សាលាគឺមានទំនុកចិត្តដោយសារសាលាការដែលគេនិយាយលោកគ្រូនិយាយក្នុងវីដេអូគឺមកដល់កន្លែងក្រុមហ៊ុនគឺដូចគ្នាចាអញ្ចឹងមានន័យថាផ្ដល់ព័ត៌មានបែបណាមកដល់ទីនេះគឺបែបហ្នឹងបាទគ្រូចាបើសិនជាយល់ព័ត៌មានអត់ច្បាស់ទេមកដល់ទីនេះសួរបន្ថែមទៀតបានដូចបងមិញហុងគឺបងមិញហុងសួរព័ត៌មានច្រើនណាស់ចាអញ្ចឹងច្បាស់ហើយណោះបាទគ្រូចាចុះមានកត្តាអីបន្ថែមទៀតទេដែលធ្វើឲ្យយើងអាចទុកចិត្តដល់ក្រុមហ៊ុន BP តែកត្តាដែលធ្វើកាន់តែទុកចិត្តដោយសារមានសិស្សកាន់ចូលកាន់តែច្រើនហើយអ្នកគ្រូគាត់អ្នកគ្រូលោកគ្រូជួយតម្រង់ទិសជួយបង្ហាត់បង្រៀនហើយខ្ញុំបានមើលឃើញថាមានសិស្សច្បងជាច្រើនដែលហោះចេញទៅអូអញ្ចឹងបានចូលមកតន់សិស្សច្បងហោះខ្លះដែរហ៎តន់អ្នកគ្រូតន់ចាំបានជួយដំណើរសិស្សច្បងខ្លះអត់បានជួយបានថតមួយសិស្សច្បងសិស្សច្បងបានណែនាំឲ្យខំរៀនចាអញ្ចឹងជឿតែសិស្សច្បងហើយដោយសារគាត់បានទៅជប៉ុនហើយបាទដោយសារឃើញសិស្សច្បងហត់ច្បងមកប្រយោជន៍ផ្ទាល់ហើយគាត់ប្រាប់ថាគាត់បានហត់ទៅពិតមែនអូខេល្អមែនតើអញ្ចឹងអាចទុកចិត្តបាន 100% ណាបាទគ្រូចាចុះចំពោះបងស្គាល់ក្រុមហ៊ុន BP តាមរយៈណាដែរបាទចំពោះខ្ញុំស្គាល់តាមរយៈ Facebook page ដូចគ្នាចាតាមដានរយៈពេលប្រហែលជាមួយថ្ងៃមួយខែមួយឆ្នាំដែរតាមពិតទៅខ្ញុំអត់បានយូរទេអ្នកគ្រូព្រោះស្គាល់បានត្រឹមតែមួយអាទិត្យក៏សម្រេចចិត្តតាក់ទងមកលោកគ្រូអ្នកគ្រូឲ្យគាត់បញ្យល់ពីការ
ចុះឈ្មោះឬក៏ឲ្យគាត់ណែនាំពីរឿងឯកសាររត់ទៅប្រទេសជប៉ុនអ្នកគ្រូ ចឹងពេលដែលគាត់បញ្យល់ព័ត៌មានយើងទៅមកដល់ទីនេះដូចជាស្ដែងហ៎ ដូចអ្នកគ្រូដូច ចាចឹងមានភ័យខ្លាចតែក្រុមហ៊ុនបោកប្រាស់អីសួរត្រឹមតែមួយអាទិត្យ អត់ទេអ្នកគ្រូជឿជាក់លើក្រុមហ៊ុនហ្មង ជឿជាក់លើក្រុមហ៊ុនតែម្ដងដោយសារយើងសួរព័ត៌មានដល់ឲ្យដូចយើងមកដល់ទីតាំងផ្ទាល់ បានអ្នកគ្រូ ចាចឹងបងដូចជាធ្លាប់ចំណាក់ស្រុកទៅធ្វើការងារនៅក្រៅប្រទេសពីមុនមកអត់ ខ្ញុំធ្លាប់អ្នកគ្រូ ធ្លាប់ចឹងមានបទពិសោធន៍ការងារច្រើនណាស់ណូ មិនច្រើនប្រហែលទេអ្នកគ្រូ ចាតែអាចធ្វើបាន បាទ ចាចឹងជាបន្តទៀតអ្នកគ្រូបានដឹងខ្លះៗពីបងតើស្គាល់ BP តាមរយៈណាចាចុះបងសម្ភារជាប់ជាមួយនឹងថាកែបងសម្ភារជាប់ទៅផ្នែកណាដែរ ខ្ញុំស្ទើរជាប់ទៅផ្នែកខាងសំណងរន្ទា សំណង់រៀបរន្ទាសម្ភារមួយដងជាប់ដែរ ខ្ញុំស្ភារតែម្ដងទេ សម្ភារតែម្ដងជាប់មានអីចង់ចែករំលែកជាបទពិសោធន៍ទៅដល់សិស្សប្អូនដែលត្រៀមខ្លួនក្នុងការសម្ភារអត់ដោយសារតែបងប្រកាសជាមានលក្ខណៈពិសេសអីមួយហើយដែលធ្វើឲ្យយើងសម្ភារតែម្ដងជាប់ណា លក្ខណៈពិសេសដែលធ្វើខ្ញុំស្ភារជាប់ទី1ខ្ញុំស្វាហាប់ទី2ខ្ញុំគ្រប់ពេលវេលាទី3ខ្ញុំមើងម៉ាត់ អូខេមើងម៉ាត់មិនខ្លះគ្រប់ពេលវេលាមិនខ្លះអីនិយាយជាឲ្យក្បោះក្បាយបន្តិចមក ទី1គឺតកែសួរខ្ញុំឆ្លើយហ្នឹងទី2ខ្ញុំធ្វើការថារហូតទី3ខ្ញុំមានកម្លាំងខ្លាំង អូមានកម្លាំងខ្លាំងមាន powerful ហ្មងណា បាទ ចាត្រូវតកែជ្រើសយកហ្មងអញ្ចឹងល្អមែនទេដោយសារគាត់មានគ្រប់ចំណុចទាំងអស់ដែលធ្វើឲ្យតកែពេញចិត្តចាអញ្ចឹងសិស្សប្អូនអាចរៀនតាមគាត់បានចុះចំពោះបងវិញសម្ភារជាប់ទៅផ្នែកណាដែរ សម្រាប់ខ្ញុំសម្ភារជាប់ទៅផ្នែកឧស្សាហកម្មខាងកែច្នៃត្រី កែច្នៃប្រភេទគ្រឿងសមុទ្រអីណោះ បាទអ្នកគ្រូ ចាអញ្ចឹងពេលត្រឡប់ពីប្រទេសជប៉ុនអាចមកបើកbusiness បើកជាអាជីវកម្មខ្លួនឯងមួយបានណាណោះ បាទអ្នកគ្រូ ចាអញ្ចឹងត្រូវតែខិតខំប្រឹងប្រែងបន្តទៀតណាហើយសម្ភារមួយដងជាប់ដែរ សម្រាប់ខ្ញុំគឺសម្ភារ2ដងមិនជាប់ សម្ភារពីរដងជាប់មានអីចែករំលែកដល់សិស្សប្អូនទេថាលើកទី1យើងមានចំណុចខ្វះខាតអីខ្លះមិនយើងសម្ភារអត់ជាប់ លើកទី1ខ្ញុំមានចំណុចខ្វះខាតដោយសារទឹកមុខខ្ញុំអត់ញញឹម អត់ញឹមភ័យចាលើកទី1ភ័យ វាលើកទី1ភ័យទៅពេលហើយអត់ញញឹមទៅអត់បានជាប់ ចាចុះលើកទី លើកទី2ខ្ញុំអត់ភ័យមានទាំងរហ័សរហួនមកចត់ភាពក្លាហានហើយទឹកមុខខ្ញុំគឺញញឹមដាក់លោកតកែអញ្ចឹងធ្វើឲ្យលោកតកែពេញចិត្ត 2ញឹមជាប់រហូតហ្មងណាចាសិតតែជាចំណេះដឹងបទពិសោធន៍ល្អអាចរៀនតាមពួកគាត់បានចុះចំពោះបងសម្ភារមួយដងជាប់ដែរ ចំពោះខ្ញុំសម្ភារតែមួយដងអ្នកគ្រូ សម្ភារតែម្ដងទេណា បាទអ្នកគ្រូ ទៅផ្នែកណាដែរ ខ្ញុំទៅផ្នែកសំណងរន្ទា សំណង់រឿងសំណង់រន្ទាដូចគ្នា បាទ ចុះបងមានភ័យខ្លាចថាសម្ភារអត់ជាប់អីដោយសារតែយើងមានសាក់មានអីហ៎ មានអ្នកគ្រូមាន អាចបង្ហាញឲ្យពុកម៉ែបងប្អូនមើលបន្តិចបានអត់ បានតែអ្នកគ្រូ នេះ កន្លែងដៃនេះមួយក ន្លែងដៃនេះមួយ ស្មានេះ អូស្មា បាទ ចាហើយបងមានគីឡូរៀងធ្ងន់មានភ័យខ្លាចថាសម្ភារអត់ជាប់អត់ ភ័យអ្នកគ្រូភ័យខ្លាំងជាងគេនឹងរឿងគីឡូនឹងមកអ្នកគ្រូ គីឡូហ្នឹងហ្មង តែបានសម្ភារជាប់ដឹងចឹងទៅរៀងសប្បាយចិត្តឡើងវិញហើយធូរស្រាលហ្មង សប្បាយចិត្តឡើងវិញហើយខិតខំប្រឹងប្រែងបន្តទៀតណា បាទ ព្យាយាមសម្រក់គីឡូ បាទ ចាហើយបងសម្ភារម្ដងជាប់ណា បានអ្នកគ្រូ សម្ភារម្ដងជាប់មានចំណុចខ្លាំងអីខ្លះ ចំណុចសំខាន់របស់ខ្ញុំទៀងវេលាសម្ភារជាមួយថៅកែគឺទឹកមុខញញឹមរាក់ទាក់ជាមួយគាត់ហើយពេលគាត់សួរអ្វីយើងកុំអាក់អន់ឆ្លើយត្រង់ហើយឲ្យរវាងរហ័សរហួនចំពោះការងារវិញគឺកម្លាំងពេញគ្រប់ហ្មងthìធ្វើទៅមិនស្វាហាប់ឲ្យបាត់ឃើញ ចឹងសំខាន់ស្វាហាប់ បាទ ចាតើតែយើងមើងម៉ាត់ មិនម៉ាត់ យើងក្លាហានយើងរស់រីរាក់ទាក់ទៅគេពេញចិត្តយើងអានោះក៏ជាចំណុចខ្លាំងរបស់យើងដែរអញ្ចឹងតទៅមុខទៀតបងត្រូវខិតខំប្រឹងប្រែងបន្តទៀតអញ្ចឹងបន្ទាប់ពីសម្ភារជាប់ជាមួយនឹងតកែហើយមានអីចង់បដិញ្ញាចិត្តចំពោះខ្លួនឯងអត់ មានអ្នកគ្រូខ្ញុំនឹងខំប្រឹងរៀនសូត្រក្រេបយកចំណេះវិជ្ជាពីប្រទេសជប៉ុនហើយនឹងខិតខំប្រឹងធ្វើការឲ្យទៀងទាត់
có mồi chưa được ចឹងកុំឲ្យខ្ជិលហ្មងណា bạn ចុះបងមានអីចង់បដិញ្ញាចិត្តចំពោះខ្លួនឯ សម្រាប់ ង ខ្ញុំបញ្ញាថានឹងខិតខំរៀនសូត្រដើម្បីទៅធ្វើការនៅប្រទេសជប៉ុនហើយនឹងយកបទពិសោធន៍ពីប្រទេសជប៉ុនមកបើកអាជីវកម្មនៅខ្មែរ ចាអភិវឌ្ឍប្រទេសខ្មែរកាន់តែរីកចម្រើនចាល្អមែនទេចុះចំពោះបងមានអីចង់បដិញ្ញាចិត្តអត់ ខ្ញុំបញ្ញាចិត្តថាខ្ញុំនឹងខំរៀនដើម្បីទៅប្រទេសជប៉ុនហើយទៅធ្វើការបញ្ញាចិត្តថាធ្វើការឲ្យបានល្អគេមើលនឹងថាប្រទេសយើងមានឱកាសធ្វើការច្រើន ចាចឹងខិតខំប្រឹងប្រែងទៅណាឲ្យគេដឹងថាខ្មែរមិនអត់ទេខ្មែរស្អីក៏អាចធ្វើបានដែរចាចឹងអ្នកគ្រូចង់ដឹងបន្ថែមទៀតថាមកដល់ក្រុមហ៊ុន BP ហើយមានអីជាអត្ថប្រយោជន៍ដល់ពួកបងខ្លះ អត្ថប្រយោជន៍គឺសម្រាប់ក្រុមវិធីដែលដល់អត្ថប្រយោជន៍ឲ្យសិស្សគឺដល់កន្លែងស្នាក់នៅអាហារហូបចុកទឹកភ្លើងនិងជួយដំណងទិសសិស្សហើយនឹងជួយឲ្យសិស្សទៅអាចទៅធ្វើការនៅប្រទេសជប៉ុនបាន ចាបាន 100% ហ្មង បានណាគ្រូ ចាជាចុងក្រោយមានអីចង់អរគុណដល់ក្រុមហ៊ុន BP អត់ ចុងក្រោយខ្ញុំសូមអរគុណដល់ក្រុមហ៊ុន BP ដែលបានផ្ដល់ឱកាសឲ្យខ្ញុំបានរៀនសូត្រទៅប្រទេសជប៉ុន ចាបានសម្ភារជាប់មួយតកែបានទៅជប៉ុនពិតប្រាកដមែនឲ្យតែយើងខិតខំប្រឹងប្រែងបន្ថែមទៀតនឹងស្ដាប់តាមការណែនាំចុះបងមានអីចង់អរគុណដល់ក្រុមហ៊ុន ចូល BP ខ្ញុំសូមអរគុណដល់ក្រុមហ៊ុន BP ដែលបានដល់ឱកាសឲ្យខ្ញុំបានរៀនសូត្រដើម្បីទៅធ្វើការនៅប្រទេសជប៉ុន សម្រាប់ខ្ញុំក៏អរគុណដល់ក្រុមហ៊ុន BP ដែលបានផ្ដល់ឱកាសឲ្យខ្ញុំបានធ្វើការនៅប្រទេសជប៉ុនដូចគ្នាហើយនឹងខិតខំរៀនសូត្រដើម្បីទៅធ្វើការនៅប្រទេសជប៉ុន ចាហើយមានអីចង់ណែនាំទៅកាន់ពុកម៉ែបងប្អូនកម្មករកម្មការិនីដែលគាត់ត្រឡប់មកពីប្រទេសជិតខាងក៏ដូចជាអ្នកដែលគាត់អត់មានការងារធ្វើគាត់អត់ទាន់អាចជ្រើសរើសរកក្រុមហ៊ុនណាដែលជាទំនុកចិត្តដល់គាត់បានពេលច្រើនគឺគាត់ខ្លាចភ័យខ្លាចបោកប្រាស់គាត់ទេអញ្ចឹងមានអីចង់ណែនាំទៅដល់គាត់អត់ដែលយើងមកដល់ទីនេះយើងជួបជាក់ស្ដែងថាក្រុមហ៊ុនអាចបញ្ជូនយើងបានទៅ 100% មានអីចង់ណែនាំអត់ សម្រាប់បងប្អូនដែលមកពីប្រទេសជិតខាងដែលចូលមកប្រទេសខ្មែរមិនទាន់មានការងារធ្វើចង់ទៅធ្វើការនៅប្រទេសក្រៅដូចប្រទេសជប៉ុនក្រុមហ៊ុនបងប្អូនអាចមកដាក់ចុះឈ្មោះរៀននៅក្រុមហ៊ុន BP បានដោយមានទំនុកចិត្តនឹងមានកន្លែងស្នាក់នៅអាហារហូបចុកទឹកភ្លើងនឹងមានអាជ្ញាប័ណ្ណត្រឹមត្រូវពីក្រសួងចេញមកពីក្រសួង ចាអញ្ចឹងអរគុណសម្រាប់ពួកបងទាំង3ដែលទុកចិត្តដល់ក្រុមហ៊ុន BP ដូចគ្នាអញ្ចឹងតទៅមុខទៀតត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀតណា បាទគ្រូ អញ្ចឹងជាចុងក្រោយសូមអរគុណទៅដល់ពុកម៉ែបងប្អូនដែលតាមដានទស្សនាតាំងពីដើមរហូតដល់ចប់អញ្ចឹងបើសិនជាបងប្អូនមានបំណងចង់ទៅធ្វើការងារនៅប្រទេសជប៉ុនកំពុងតែស្វែងរកក្រុមហ៊ុនណាដែលផ្ដល់ទំនុកចិត្តបាន 100% បងប្អូនអាចសាកសួរព័ត៌មានពីខាងក្រុមហ៊ុន BP បានឥឡូវហ្នឹងដើម្បីពិភាក្សាគ្នាពីការទៅធ្វើការងារនៅប្រទេសជប៉ុនដែលសារក្រុមហ៊ុនផ្ដល់ទំនុកចិត្តដល់បងប្អូន 100% មានទាំងកន្លែងស្នាក់នៅទឹកភ្លើងអាហារហូបចុកមានអាជ្ញាប័ណ្ណពីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានទីតាំងច្បាស់លាស់អញ្ចឹងអរគុណដល់ពុកម៉ែបងប្អូន